គេយករឹងមើលទឹកក្នុងហាងសុកនឹកឃើញឃ្លានចង់ញ៉ាំបញ្ឆាវខ្ញុំទាញម៉ូតូវឹងទៅផ្សារហត់ទិញគ្រឿងធ្វើបញ្ឆាវហើយទិញនេះគឺម៉ោង 4 ល្ងាចឯងបងប្អូនខ្ញុំទៅទិញម្សៅធ្វើបញ្ឆាវម្សៅកញ្ចប់នេះ2កញ្ចប់ជាមួយនឹងសណ្តែកបដោកបាន1គីឡូហើយសាច់ជ្រូកយើង1គីឡូសាច់ដូង3ខាំជាមួយនឹងខ្ទិះដូង3ខាំហើយខ្ញុំមកលាយម្សៅបញ្ឆាវរបស់យើងខ្ញុំទិញម្សៅបញ្ឆាវប្រភេទកញ្ចប់នេះគឺស្រួលបងប្អូនហើយថ្ងៃនេះខ្ញុំចាក់បញ្ឆាវចំនួន2កញ្ចប់អញ្ចឹងក្នុងម្សៅរបស់យើង2កញ្ចប់គឺយើងត្រូវដាក់ទឹកចំនួន2លីត្រកន្លះបងប្អូនយើងដាក់ទឹកសក៏បានយើងដាក់ទឹកខ្ទិះដូងក៏បានដើម្បីឲ្យម្សៅរបស់យើងកាន់តែឈ្ងុយអញ្ចឹងខ្ញុំដាក់ទឹកខ្ទិះដូង2លីត្រកន្លះហើយខ្ញុំមកចាក់បន្ថែមកញ្ចប់ដែលគេមាននៅក្នុងម្សៅហ្នឹងគឺមានស្លឹកខ្ទឹមសម្ងួតជាមួយនឹងម្សៅល្មៀតអញ្ចឹងយើងគ្រាន់តែដាក់កូរវាឲ្យសព្វតែប៉ុណ្ណឹងគឺយើងបានម្សៅបញ្ឆាវខ្ញុំលាយម្សៅរួចហើយខ្ញុំក៏មកចាប់ផ្ដើមធ្វើ snow បញ្ឆាវម្ដងខ្ញុំដាក់ខ្លាញ់ជាមួយនឹងខ្ទឹមសលីងឲ្យវាក្រហមហើយខ្ញុំដាក់សាច់ជ្រូកចូលលីងជាមួយឲ្យវាឈ្ងុយហើយបាទខ្ញុំមកដាក់បន្ថែមស្ករអំបិលប៊ីចេងម្សៅស៊ុបជាមួយនឹងទឹកត្រីយើងយករសជាតិប្រៃផ្អែមណាបងប្អូនខ្ញុំឆាលីងឲ្យវាស្ងួតអស់ជាតិទឹកនៃសាច់ហើយបាទខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងសាច់ដូងចំនួន3ខាំ snow បញ្ឆាវដាក់ជាមួយនឹងសាច់ដូងចេះគឺកាន់តែឈ្ងុយហើយឆ្ងាញ់ខ្ញុំចូលចិត្តណាស់បងប្អូនហើយខ្ញុំមកដាក់បន្ថែមជាមួយនឹងខ្ទឹមបារាំងដើម្បីឲ្យសាច់ snow របស់យើងហ្នឹងគឺកាន់តែផ្អែមណាបងប្អូនគឺ snow បញ្ឆាវខ្ញុំចូលចិត្តដាក់អញ្ចឹងបងប្អូនសាកធ្វើតាមហ្នឹងគឺឆ្ងាញ់មែនតើឥឡូវនេះ snow យើងក៏ឆាហើយម្សៅយើងក៏លាយហើយសណ្តែកបដោកខ្លាញ់ជ្រូកអីគឺយើងមានគ្រប់អស់ហើយអញ្ចឹងមកចាប់ផ្ដើមចាក់បញ្ឆាវណាបងប្អូនហើយបញ្ឆាវដែលខ្ញុំចាក់ដបងអត់សូវបានល្អទេដោយសារផ្ទះយើងអត់ទាន់ក្តៅហើយយើងអត់ទាន់ចេះមើលភ្លើងណាដបងបងប្អូនគឺចាក់ចោលមកផ្ទះពីផ្ទះដែរប៉ុន្តែចូលផ្ទះទី3អីនេះគឺថាអូខេប៉ាខ្ញុំគឺគាត់មកភ្លក់មុនគេខ្ញុំកំពុងតែចាក់បដាប៉ាខ្ញុំគាត់អង្គុយញ៉ាំបដាទៅពេលដល់ប្រទេសទី3នេះគឺល្អឯងបងប្អូននេះខ្ញុំអ្នកចាក់ខ្ញុំចាក់បានដូចជា3ប្រទេសបងប្អូនសម្រាប់បញ្ឆាវមួយឆ្នាំដែលខ្ញុំធ្វើនេះគឺបានតែ3ប្រទេសទេហើយប៉ាខ្ញុំគាត់ភ្លក់មុនគេខ្ញុំចាក់បដាប៉ាខ្ញុំអង្គុយញ៉ាំបដាហើយខ្ញុំចាក់បានតែ3ប្រទេសហ្នឹងគឺបងប្អូនខ្ញុំគាត់មកចូលបញ្ចេញថ្វីដៃម្ដងដោយសារការងារបងប្អូនខ្ញុំនិយាយមែនបើសិនជាមានអ្នកដែលគេចេះឲ្យជំនាញជាងខ្ញុំគឺខ្ញុំអត់ដើមចេះមួយគេទេដូចបងប្អូនខ្ញុំនេះគាត់ចាក់ឃើញស្អាតហើយល្អជាងខ្ញុំគាត់អាចលើកផ្ទះពវលបានស្អាតបើខ្ញុំលើកអាផ្ទះពណ៌ខ្មៅនេះលើកអត់ចង់រួចណាបងប្អូនមកហូបដែលខ្ញុំធ្វើជាមួយនឹងផ្ទះខ្មៅខ្ញុំលើកផ្ទះអត់រួចទេដោយសារផ្ទះខ្មៅនេះវារៀងធ្ងន់ហើយបងប្អូនខ្ញុំគាត់មកចាក់គឺឃើញល្អជាងខ្ញុំហើយឃើញឡើងស្អាតហើយបងប្អូនខ្ញុំនេះគាត់ជំនាញហ្មងឲ្យតែថាការងារចេះវិញខ្ញុំចាក់បានតែ3ប្រទះបងប្អូនខ្ញុំគាត់ចូលចាក់ឃើញល្អជាងខ្ញុំអញ្ចឹងអូខេខ្ញុំអត់ទៅដើមចេះទេខ្ញុំឲ្យបងប្អូនខ្ញុំអង្គុយចាក់មួយឆ្នាំនឹងម្នាក់ឯងហ្មងខ្ញុំចាក់បានតែ3ប្រទះខ្ញុំអង្គុយមើលគាត់ចាក់ម្ដងគាត់ចាក់តំណងមែនតើណាបងប្អូនហើយម្សៅមួយឆ្នាំហ្នឹងគឺគាត់អង្គុយចាក់តែម្នាក់ឯងចាក់ឡើង3 4ម៉ោងហើយខ្ញុំអត់ចេះអត់ទៅដើមចេះជាមួយបើថាធ្វើការវិញចេះដូចគ្នាគឺដឹងតែឆ្លោះគ្នាអញ្ចឹងឲ្យតែឃើញគាត់ចេះទេខ្ញុំសុំធ្វើខ្ជិលហើយអត់ចង់ទៅដើមធ្វើទេណាស់តែធ្វើជាមួយអ្នកអត់ចេះតែមិនចេះតែទៅប្រាប់គេទៅឆ្លោះមួយគេតែបើថាចេះដូចគ្នាហើយបើគេចេះជាងវិញខ្ជិលឲ្យគេធ្វើឲ្យបងប្អូនខ្ញុំនេះខ្ញុំចាក់បានតែ3ប្រទេសគាត់ចង់ធ្វើគាត់ចង់ចេះចេះជាងខ្ញុំហើយល្អជាងខ្ញុំគាត់ធ្វើទៅខ្ញុំឲ្យអង្គុយមើលគាត់ចាក់ឲ្យខ្ញុំមកញ៉ាំអូយបងប្អូននិយាយទៅបញ្ឆាវនេះបានតែចាក់ភ្លាមញ៉ាំភ្លាមអញ្ចឹងទេក្តៅអញ្ចេះបានឆ្ងាញ់ទុកឲ្យទៅជាអត់ឆ្ងាញ់ទេអញ្ចឹងបងខ្ញុំចាក់បដាខ្ញុំមើលគាត់មកផ្លែតហើយមកអង្គុយញ៉ាំហ្មងដោយសារឃើញបញ្ឆាវគាត់ចាក់បានច្រើនហើយអត់ទុកឲ្យត្រជាក់ទេតែត្រជាក់វាឡើងឆ្ងាញ់វាឡើងស្រួយហើយញ៉ាំនេះកូនខ្ញុំក៏មកទៅដើមញ៉ាំដែរឆ្ងាញ់ណាស់ហើយប្តីខ្ញុំមកពីហាត់ប្រាំឃើញតំណងដែរអត់ចាំយូរណាបងប្អូននឹកស្លៀកអាវកីឡាប៉ុន្តែមកញ៉ាំបញ្ឆាវម្នាក់គាត់លេងអស់4 5ប្រទេសហើយបងខ្ញុំនេះចាក់តអស់របស់គាត់មែនបងប្អូនចាក់តាំងពីមេឃភ្លឺដល់មេឃល្ងិតខ្ញុំហត់តែធ្វើគ្រឿង snow ជាមួយលាយម្សៅតែបន្តិចទេសល់ប្រហែលគឺបងខ្ញុំអ្នកចាក់ប្រហើយបញ្ឆាវទាំងអស់ហ្នឹងចុងក្រោយសម្រាប់បងប្អូនដែលចង់ស្រកខ្លាញ់ក្បាលពោះបែបធម្មជាតិដោយមិនប៉ះពាល់សុខភាពគាត់អាចមកសាកញ៉ាំតែខ្ញីអង្គលីងនេះបានតែខ្ញីអង្គលីងនេះគឺលីងមានតែអង្គស្រូវថ្មីជាមួយនឹងខ្ញីធម្មជាតិដែលញ៉ាំជំនួសទឹកជាប្រចាំថ្ងៃឆុងមួយស្ព្រាបាយជាមួយទឹក1លីត្រកន្លះញ៉ាំបានទាំងមនុស្សប្រុសមនុស្សស្រីអ្នកកូនខ្ចីញ៉ាំល្អបំផុតញ៉ាំហើយជួយឲ្យមានទឹកដោះច្រើនឲ្យកូនមុំទៀតអ្នកដែលគាត់រៀងស្គមប៉ុន្តែក្បាលពោះធំអីហ្នឹងគឺអាចញ៉ាំតែខ្ញីអង្គលីងនេះបានហើយស្រួលញ៉ាំមែនតែខ្ញីអង្គលីងនេះគឺឆុងទៅឈ្ងុយអង្គលីងជាមួយនឹងប្រហើខ្ញីអត់មានរសជាតិល្វីងជូរចត់អីទេសម្រាប់បងប្អូនដែលអត់ចេះញ៉ាំក៏អាចញ៉ាំបានដែរ